គ្នាថាខ្ញុំជាកូនបិសាចមកគួរឲ្យខ្លាចហើយកាចដូចខ្លាតែការពិតនោះបំដូចឡើយណាខ្ញុំឈ្មោះណាចាជាក្មេងល្អទេអ្នកប្រុសតូចហូបបាយសិនទៅអីណាចាញ៉ាំបាញ់ទៅតកូនអត់ឃ្លានទេការស្ទើរអារម្មណ៍ឲ្យលេបអីចូលកុក1កុក2កុក3មើលនេះមកទិញសាច់ថ្មីមកកលេងជាមួយម៉ែអត់ទេកុក5ថាអត់ចង់ទៅមើលពិភពគំនូរជាមួយអ្នកគ្រូហ៎យើងដល់គ្នាតែជិះទុកលេងនៅក្នុងនោះទៅហ៎ទៅគេងទៅមនុស្សសត្វទាំងឡាយចាប់ឆ្ងាយណាចា10ថ្ងៃទៀតខុសកំណត់កូនហើយចាំម៉ែឲ្យអ្នកស្រុកមកជប់លៀងឲ្យកូនយ៉ាងម៉េចដែរហ៎អើយពួកនឹងស្អប់កូនឡើងផ្ដាំមេឃគេមិនប្រមកបិសាចទឹកនោះពុកបានចាប់វាយកមកវិញហើយទឹកមាត់វាមានពឹសខ្លាំងពិបាកបង្ក្រាបណាស់ចាំពុកបង្ហាញវាឲ្យអ្នកស្រុកឃើញពេលទៅគេនឹងលែងយល់ខុសលើកូនទៀតហើយនឹងត្រូវអ្នកស្រុកប្រកាសជាដឹងកូនដែលជាកំចាត់បិសាចដឹងម្យ៉ាងឯងគឺជាកូនសិស្សរបស់ទេវតាចង់ធ្វើអីធ្វើទៅខ្ញុំចង់ដេកហើយសម្រាប់ចឹងហើយណាគេដឹងហើយអូនចង់ធ្វើខួបកំណត់ឲ្យគេមែនតាំងពីយើងកុហកគេថាជាកុចធម្មពលទេវតាគេសប្បាយចិត្តណាស់2ឆ្នាំនេះទោះថ្ងៃកំណត់គេជាថ្ងៃដែលគេត្រូវស្លាប់ក៏ដោយក៏ត្រូវឲ្យគេតែរីកដែរហើយតែថាប្រជាជនតែនោះស្អប់ណាស់ចាខ្លាំងណាស់គេមិនព្រមមកខុបកំណត់នោះទេរឿងនេះទោះខ្ញុំជាអ្នកដោះស្រាយណាចារោគភាពអយុត្តិធម៌តាំងពីកើតមកម្លេះធ្វើខួបកំណត់ឲ្យគេចុះខ្ញុំទៅជ័យអ្នកស្រុកឲ្យពួកគេមកចូលរួមតែថាគ្រួសារយើងកំចាត់បិសាចការពារស្រុកឈិនគាន់យូរហើយមនុស្សម្នាក់ណាដែលមិនជាពាក់គុណយើងបើពួកគេមិនទុកមុខឲ្យយើងទេយើងក៏គ្មានអីត្រូវនិយាយដែរកុំបារម្ភអី